សួស្តីបងប្អូនមកពីអង្គភាពសាដព័ត៌មានគូលេនលីបងសូមជម្រាបសួរបងបាទជម្រាបសួរបងមានឈ្មោះគេដែរបងខ្ញុំឈ្មោះនូចៅបូរិនបច្ចុប្បន្នបងមានអាយុប្រហែលហើយ36ឆ្នាំបាទប្រកបមុខរបរគេដែរបងខ្ញុំការងារជួនកាលមានជួនកាលអត់ប៉ុន្តែខ្ញុំភាគច្រើនខ្ញុំធ្វើសំណង់ស៊ីថ្ងៃគេអូធ្វើការងារសំណង់ស៊ីថ្ងៃគេបាទអញ្ចឹងនៅក្នុងថ្ងៃនេះបងការទុកមិនសុខចិត្តចំពោះបញ្ហាអ្វីដែរដែលជើញក្រុមការងារប្អូនដើម្បីចង់មកធ្វើការសម្ភារខ្ញុំការទុកអត់សុខចិត្តដោយសារគេចោះមកចាប់ករណីគ្រឿងញៀនបាទគេចោះមកចាប់ខ្ញុំចាប់នៅទីតាំងនៅកន្លែងណាដែរបងនៅផ្ទះខ្ញុំនៅផ្ទះរស់នៅផ្ទះបងនៅដំណាវិញបងនៅភូមិវត្តបូសង្កាត់សាលាការ៉ៅក្រុងសៀមរាបខេត្តបាទចុះបងមន្ត្រីដែលចុះទៅចាប់បងហ្នឹងមន្ត្រីនគរបាលខាងណាដែរមន្ត្រីប៉ុស្តិ៍នគរបាលសាលាការ៉ៅបាទចាប់បងហ្នឹងពាក់ព័ន្ធនឹងករណីគេដែរគេអត់សួរណាមួយវាថាខ្ញុំលក់ជក់លក់ចាយហើយប្រើប្រាស់បាទបន្តទៀតបងបាទហើយគេចាប់យកខ្ញុំទៅចាប់យកទៅណាវិញបងយកទៅប៉ុស្តិ៍ហ្នឹងប៉ុស្តិ៍បាទធ្វើតែសារជាតិនេះគឺអត់មានបាទតមកគេបលែងមកវិញបាទអញ្ចឹងបងកាត់ទុំសុខចិត្តអ្វីដែរដែលដោយសារហ្នឹងហើយគាត់ចាប់ខ្ញុំអត់ត្រូវរឿងហើយគាត់អត់បានសុំទោសខ្ញុំទេហើយណាមួយពួកបុគ្គលិកធ្វើការរបស់គាត់ហ្នឹងមានពាក្យចំអកឡកលើយបាទដូចពាក្យចំអន់មកយើងអញ្ចឹងបាទឃើញយើងអត់មានថ្មិញអញ្ចឹងទៅគាត់ថាយើងប្រើប្រាស់ហើយបាទតែករណីជាក់ស្ដែងគាត់ត្រួតពិនិត្យហើយតែទឹកនោមយើងអត់មានអីទេអត់មានអីទាំងអស់អត់មានទុកសារជាតិនេះទេបាទហ្នឹងហើយគាត់ខ្លួនបងក្នុងការដែលយល់ច្រឡំបាទហ្នឹងហើយគាត់អត់មានសុំទោសយើងទេគាត់សុំទោសយើងទេគាត់ប្រឡែងយើងមកធម្មតាវិញគាត់សុំទោសយើងបាទនៅវេលាម៉ោងប្រហែលទេបងថ្ងៃមិញហ្នឹងប្រហែលជាម៉ោង10នាទីជាងព្រោះខ្ញុំចេញទៅយកកូនខ្ញុំចេញពីរៀនបាទខ្ញុំចេញពីយកកូនខ្ញុំចេញពីរៀនបាទចូលនៅក្នុងការដែលខុសខ្លួនបងហ្នឹងគេមានដាក់ខ្នោះឬមួយក៏គាត់ដាក់ខ្នោះទេគាត់ចងអាខ្សែរឹតយើងហ្នឹងគាត់ចងខ្សែរឹតហើយហ្នឹងហើយក៏គាត់បានធ្វើទរណកម្មអីដែរប៉ុន្តែគាត់ចាប់យើងទៅធម្មតាចាប់យកទៅប៉ុស្តិ៍ទៅបាទហ្នឹងចាប់យកទៅប៉ុស្តិ៍ក្នុងន័យយកច្រឡំទេបងបាទចឹងបងហ៊ានអាងថាចាប់ក្នុងន័យយកច្រឡំទេបាទគឺពិតគឺបងអត់មានបានប្រព្រឹត្តឬក៏បាទហ្នឹងហើយព្រោះគាត់ពិនិត្យទឹកនោមឲ្យយើងហើយអស់ហើយអត់មានសារជាតិទេហ្នឹងហើយខ្ញុំតូចចិត្តតែម្យ៉ាងទេដោយសារគាត់ពេលឲ្យយើងមកវិញក៏អត់មានសុំទោសអត់មានអីណាបាទក៏មានការបកស្រាយអីទាំងអស់ហ្នឹងក៏ឲ្យយើងមកផ្ទះវិញធម្មតាដល់មានរឿងអីកើតឡើងអញ្ចឹងខ្ញុំវាអត់ពេញចិត្តទេអាហ្នឹងវាខូចកិត្តិយសរបស់ខ្ញុំបាទទោះបីខ្ញុំមិនមានការងារវាល្អអីមិនក៏ដោយទេតែខ្ញុំមិនបានទៅប្រព្រឹត្តអាខុសអញ្ចឹងព្រោះណាគាត់បកស្រាយឲ្យវាសមរម្យតែគាត់អត់ទេហើយណាមួយបុគ្គលិកធ្វើការរបស់គាត់មានចរិតច្រើសបឺសផងមន្ត្រីថ្នាក់ក្រោមប៉ុស្តិ៍ក្រតបានហ្នឹងបាទអញ្ចឹងជាចុងក្រោយបងមានពាក្យពេចន៍ផ្ដាំឆ្លើយមិនដែរសំណុំពរមិនដែរបងសំណុំពរថាបើយើងមន្ត្រីអនុវត្តច្បាប់បាទយើងឲ្យច្បាស់សិនទៅហើយយើងទៅចាប់គេយើងមានស្អីយោងមួយទៅចាប់គេឲ្យវាច្បាស់យើងកុំចេះតែចាប់គេមិនច្បាស់ហើយយើងប្រឡែងគេមកវិញផុយឲ្យគ្មានការសុំទោសអីចឹងវាអយុត្តិធម៌បាទអ្នកស្រុកអ្នកភូមិគេមើលមកវាមិនត្រូវទេណាខ្ញុំមិនបានប្រព្រឹត្តខុសហ្នឹងអ្នកស្រុកអ្នកភូមិនេះគេគិតដល់វាណាវាណីហ្នឹងបាទអញ្ចឹងជាចុងក្រោយបងសំណុំពរទៅដល់ឋានៈនាំបាទជួយបាទហ្នឹងហើយថ្នាក់ដឹកនាំមកធ្វើដល់ប៉ុណ្ណានៃវាមិនគួរណាផ្លាត់ភ្លាំងអីទេបាទខ្ញុំជឿតែប៉ុណ្ណឹងអូខេអរគុណច្រើនបងបាទអរគុណ